បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងនឹងសិក្សាភាសាចិនមួយចំនួនដែលយើងត្រូវប្រើនៅកន្លែងការងារនិងការពាក្យផ្សេងក្នុងនេះគឺមានពាក្យថាកងជក់ហិនឡៃកងជក់ហិនឡៃកងជក់ហិនឡៃនេះគឺការងារហត់ណាស់បាទការងារហត់ណាស់នៅពេលដែលយើងធ្វើការងារហត់គឺថាកងជក់ហិនឡៃហើយមានពាក្យថាស៊ីវស៊ីអ៊ីសាក់បាទស៊ីវស៊ីអ៊ីសាក់ប៉ានេះគឺចង់និយាយថាពេលដែលយើងហត់នឿយឬក៏យើងធ្វើអ្វីមួយហើយយើងត្រូវការសម្រាកឬក៏គេឲ្យយើងសម្រាកថាស៊ីវស៊ីអ៊ីសាក់ហើយពាក្យបន្ទាប់គឺពាក្យថាពុកានតាំងពុកានតាំងគឺមិនហ៊ានទទួលបាទមិនហ៊ានទទួលនៅពេលដែលគេសរសើរឬក៏ពេលដែលគេនិយាយលើកតម្កើងយើងអ្វីមួយគេយើងថាពុកានតាំងពុកានតាំងមិនហ៊ានទទួលបាទនេះជាការសរសើរអំពីអ្នកដទៃហើយពាក្យបន្ទាប់គឺពាក្យថាពុយងគន់ពុយងគន់គឺកុំខ្វល់បាទពុយងគន់កុំខ្វល់នៅពេលដែលមានបញ្ហាឬក៏គេនិយាយអ្វីដែលប៉ះពាល់អារម្មណ៍របស់យើងថាពុយងគន់បាទកុំខ្វល់នៅពាក្យសម្ដីដែលឥតប្រយោជន៍កុំខ្វល់នៅរឿងដែលឥតប្រយោជន៍គឺគេថាពុយងគន់បាទពុសលេងទី4យងសលេងទី4គន់សលេងទី3បាទពុយងគន់បាទហើយប្រយោគបន្ទាប់គឺពាក្យថាអ៊មិនពុហឺសឺអ៊មិនពុហឺសឺនឹងចង់ប្រៀបធៀបថាគេនិយាយពីរឿងស្នេហាទៅចោះនិយាយពីរឿងស្នេហាយើងថាពួកយើងមិនសមគ្នាទេអ៊មិនពុហឺសឺបាទប្រយោគបន្ទាប់គឺពាក្យថាខអ៊ីសៀនជឺខអ៊ីសៀនជឺនេះគឺអាចជ្រើសរើសចង់និយាយថាគឺយើងទៅត្រូវការជ្រើសរើសអីវ៉ាន់គឺទៅទិញអ្វីមួយគេថានេះខអ៊ីសៀនជឺបាទហើយពាក្យបន្ទាប់គឺពាក្យថាកងជក់ថែវជៀនកងជក់ថែវជៀននេះគឺពាក្យថាហ្នឹងគឺប្រែថាលក្ខខណ្ឌការងារហើយពាក្យបន្ទាប់ទៀតគឺរុស្ឬឈីសឹសិនម៉សឺហៅបាទរុស្ឬឈីសឹសិនម៉សឺហៅថ្ងៃខែចូលធ្វើការគឺនៅថ្ងៃណាបាទគេសួរថាយើងថ្ងៃណាចូលធ្វើការយើងពាក្យរុស្ឬឈីសឹសិនម៉សឺហៅបាទថ្ងៃណាចូលធ្វើការហើយពាក្យបន្ទាប់នោះគឺសិនឈីងលើម៉ាសិនឈីងលើម៉ាគឺការស្នើសុំអញ្ចឹងនៅពេលដែលយើងស្នើសុំតឡើងអ្វីមួយឬក៏ស្នើសុំបន្ថែមអ្វីមួយគឺសួរថាសិនឈីងលើ